គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃជួបមួយ admin ទៀតណាគឺសេនា TikTok ខ្ញុំគិតថាមុខងារនេះបងប្អូនប្រហែលជាចាប់អារម្មណ៍ច្រើនសម្រាប់បងប្អូនដែលគាត់ចង់ប្រើប្រាស់តែម្រាមដៃដើម្បីធ្វើការថតរូបឧទាហរណ៍បងប្អូននេះឃើញអត់បងប្អូនធ្វើតែម្រាមដៃចេះទៅអូខេឃើញទេបងប្អូនថតរូបបានបាត់នេះឃើញទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ប្រើតែម្រាមដៃបែបហ្នឹងដើម្បីធ្វើការថតរូបបងប្អូនអាចធ្វើការ set ជាមួយនឹងមុខងារនឹងបាននៅក្នុងកាមេរ៉ា setting របស់យើងកុំឲ្យឆ្លុះគ្នាមួយមិត្តភ័ក្តិរឿងចុចថតរូបហើយឬក៏ពេលខ្លះបងប្អូនដាក់រូបថតយើងពីចម្ងាយអញ្ចឹងយើងចុចអាកន្លែងប៊ូតុងថតអត់កើតទេបងប្អូនពិបាកត្រូវអត់អញ្ចឹងបងប្អូនមកដាក់អាមុខងារ scan ដៃនឹងដើម្បីថតមកគឺស្រួលអញ្ចឹងណាគាត់តែ scan អញ្ចឹងទៅបងប្អូនអាចធ្វើការថតបានទោះបីជាបងប្អូននៅរៀងឆ្ងាយតិចក៏ដោយនៅឆ្ងាយពីទូរស័ព្ទតិចក៏ដោយក៏អត់អីដែរហើយវិធីនៅក្នុងការបើកមុខងារហ្នឹងគឺស្រួលទេបងប្អូនចាបងប្អូនចូលមកកាន់កន្លែងកាមេរ៉ារបស់យើងសិនណាអូខេអញ្ចឹងបន្ទាប់ពីបងប្អូនចូលមកកន្លែងកាមេរ៉ារបស់យើងហើយបងប្អូនធ្វើការចុចចូលតាកន្លែង setting ខាងលើនេះណាតើពីបងប្អូនចូលតាកន្លែង setting ហ្នឹងហើយបងប្អូនត្រូវទៅរកជាមួយនឹងពាក្យថា shooting method យ៉ានឹងអានត្រូវអានខុសណា admin អានខុសអានត្រូវកុំប្រកាន់បើខុសជួយ comment ប្រាប់ផងយ៉ាបងប្អូនចូលអាកន្លែង shooting នេះណាអញ្ចឹងឃើញបងប្អូនតែពិតគេមាន option ឲ្យច្រើនណាបងប្អូនចង់ voice comment បានដែរនេះ voice comment ហ្នឹងបានថាយើង set ជាសំឡេងអញ្ចឹងទៅយើងនិយាយទៅដើម្បីថតឬអីណាតែខ្ញុំអត់ចង់បានទេអូខេហើយជាមួយនឹងអាកន្លែងដាក់ scan ដៃថតមិញហ្នឹងបងប្អូនយកពាក្យ show palm នេះឃើញអត់បងប្អូនបើសិនជាកាលណាបងប្អូនអត់តន់យកទេវានឹងលូតបែបនេះណាអញ្ចឹងថតបានទេបងប្អូនត្រូវការចុចបើកវាចេញពណ៌ខៀវចេះសិនណាអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការចុចបើកអាហ្នឹងហើយបងប្អូនអាចធ្វើការថតរូបដោយយើងអាច scan ជាមួយនឹងម្រាមដៃ5របស់យើងបានហើយបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះមានតែប៉ុណ្្នឹងឯណាសម្រាប់បងប្អូនដែលគាត់ចង់ប្រើប្រាស់មួយងារហ្នឹងអាចចូលទៅ set up បានហើយបើបងប្អូនមានចម្ងល់អីបន្ថែមអាចធ្វើការ comment ខាងក្រោមដើម្បីសួរ admin បានណាបើសិនជា admin ចេះ admin នឹងធ្វើការចែករំលែកបន្តជូនទៅកាន់បងប្អូនទាំងអស់គ្នាអរគុណច្រើនបាយបាយជម្រាបលា